ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹកសូមស្វាគមន៍មកកាន់ Channel និទានរឿងខ្មោចថ្ងៃនេះខ្ញុំមានរឿងខ្មោចមួយទៀតហើយយកមកនិទានជូនពុកម៉ែបងប្អូនសន្តាប់រឿងនេះពាក់ព័ន្ធទៅនឹងវិញ្ញាណសងសឹកដែលវាកើតឡើងតាំងពីឆ្នាំ1950មកម្លេះហើយវាបន្តរហូតមកដល់ឆ្នាំ2002តើការសងសឹកវាកើតឡើងដោយរបៀបណាហើយតើមូលហេតុអ្វីបានជាខ្មោចរង់ចាំសងសឹកយូរឆ្នាំដល់ថ្នាក់នេះឥឡូវនេះខ្ញុំសូមចូលសាច់រឿងយើងតែម្ដងរឿងយើងគឺចាប់ផ្ដើមពីបុរសម្នាក់ឈ្មោះសុភាគាត់បានរៀននៅសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញកាលពីឆ្នាំ2002ហើយគាត់បានចុះធ្វើកម្មសិក្សានៅឯខេត្តមណ្ឌលគិរីហើយកាលពីសម័យនោះវាជាង20ឆ្នាំមុនដូច្នេះនៅតាមផ្លូវទៅមណ្ឌលគិរីហ្នឹងគឺផ្លូវដីក្រហមនៅឡើយទេហើយផ្លូវមានការលំបាកខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានព្រៃក្រាស់ៗទៀតផងហើយចំណែកឯរឿងអបិយជំនឿវិញគឺមានច្រើនពាក់ព័ន្ធនឹងផ្លូវពីភ្នំពេញទៅមណ្ឌលគិរីហ្នឹងជាពិសេសគឺផ្លូវនៅលើខ្នងភ្នំវាអត់ដូចជាសម័យយើងឥឡូវទេសម័យយើងនេះគឺយើងជិះឡានជិះម៉ូតូឡើងទៅលើភ្នំឆ្លងពីភ្នំមួយទៅភ្នំមួយគឺយើងមើលទៅឃើញទេសភាពស្រស់ស្អាតអីចឹងទៅណាប៉ុន្តែនៅកាលពីសម័យមុនវិញវាសម្បូរទៅដោយព្រៃក្រាស់ឃ្មឹកនៅពេលដែលជិះឡានឬក៏ជិះម៉ូតូឡើងទៅដល់ខ្នងភ្នំគឺងងឹតស្លុបតែម្ដងគឺដើមឈើដុះជុំជិតហើយកន្លែងខ្លះគឺងងឹតហ្មងអត់មានពន្លឺថ្ងៃចូលទេដើមឈើធំខ្ពស់ណាស់50-60 ម៉ែត្រកម្ពស់ពីដីបាទហើយពាក់ព័ន្ធនឹងអបិយជំនឿគេអត់ឲ្យយើងទៅនិយាយខុសមាត់ខុសកអីទេសម្រាប់អ្នកបើកឡានមួយចំនួនមុននឹងគាត់បើកឡានឡើងលើភ្នំគឺគាត់និយាយប្រាប់អ្នកជិះឲ្យស្រេចថាកុំឲ្យនិយាយអីផ្ដេសផ្ដាសនៅទីនេះព្រោះវាស័ក្តិសិទ្ធិហើយវិញ្ញាណដែលនៅជុំវិញហ្នឹងគឺគេអត់ស្វាគមន៍អ្នកដំណើរទេដែលធ្វើដំណើរឆ្លងកាត់កន្លែងគេទៅមកអីចឹងទៅព្រោះកាលពីសម័យមុនឡើយនៅក្នុងព្រៃគេថាសុទ្ធតែអាថ័ន្តឬក៏ព្រៃខ្លះជាព្រៃដែលមានវិញ្ញាណអ្វីមួយកាន់កាប់ការពារអីចឹងទៅបាទហើយសម្រាប់ផ្លូវទៅមណ្ឌលគិរីហ្នឹងធ្លាប់ឮគេនិយាយថាឃើញពស់អ្នកតាវាកាត់ផ្លូវនៅពេលដែលនិយាយខុសមាត់ខុសកអីចឹងទៅណាហើយពស់នោះធំណាស់ប៉ុនដើមត្នោតឯណោះហើយនៅពេលដែលឃើញបែបហ្នឹងហើយអ្នកដំណើរគឺលែងហ៊ានធ្វើដំណើរទៅមុខទៀតហើយគឺប្រកាសជាបកក្រោយព្រោះនឹងវាជាសញ្ញាមួយប្រាប់ថាអ្នកនៅក្នុងឡានប្រកាសជាមានអ្នកណានិយាយអ្វីឲ្យខុសហើយអញ្ចឹងបើសិនជាធ្វើដំណើរតទៅមុខទៀតជួនកាលវាអាចជួបបញ្ហាអីផ្សេងអីចឹងទៅណាអាហ្នឹងវាជាអបិយជំនឿសម្រាប់អ្នកខ្លះទៀតក៏គាត់មិនសូវជាជឿលើរឿងហ្នឹងដែរសម្រាប់សុភាវិញគឺគាត់ជាមនុស្សម្នាក់ដែលមិនជឿទៅលើសាច់រឿងទាំងអស់ហ្នឹងទេរឿងអបិយជំនឿអាគមអូមអាមរឿងខ្មោចព្រាយបិសាចអីហ្នឹងគឺគាត់អត់ជឿតែម្ដងហើយសុភាគាត់ជាមនុស្សម្នាក់ដែលមានចរិតរុះរាយរាក់ទាក់ប៉ុន្តែគាត់ពោពេញទៅដោយចិត្តគំនិតអាត្មានិយមហើយនឹងភាពស្អប់ខ្ពើមនិងភាពគុំគួនជាដើមមានន័យថាមិត្តភ័ក្តិរបស់គាត់គឺគាត់រាប់អានអីចឹងទៅប៉ុន្តែគាត់មានចិត្តអាក្រក់នៅពីក្រោយខ្នងគាត់ស្អប់អ្នកនេះគាត់ស្អប់អ្នកនោះគាត់លួចធ្វើបាបអ្នកនេះឬក៏អ្នកនោះអីចឹងទៅហើយថ្ងៃមួយដែលគាត់ធ្វើដំណើរនៅក្នុងឡានជាមួយនឹងមិត្តភ័ក្តិហ្នឹងគឺគាត់បានពាក់ខ្សែកមួយដែលមានរូបផ្កាយ3ផ្កាយហ្នឹងវាមាន3ជ្រុងមិនមែនផ្កាយ3ទេគឺផ្កាយមួយដែលមាន3ជ្រុងគឺគាត់ពាក់រូបផ្កាយហ្នឹងទៅជាមួយហើយខ្សែកបន្តោងផ្កាយនឹងទៀតសោតគឺវាមានលក្ខណៈអស្ចារ្យម្យ៉ាងត្រង់ថានៅពេលដែលមានពន្លឺព្រះច័ន្ទក្រហមខ្លាំងឬក៏ព្រះច័ន្ទពេញវងវាតែងតែបញ្ចេញពន្លឺពីក្នុងអារូបផ្កាយនឹងមកហើយមិត្តភ័ក្តិគាត់ក៏សួរដែរថាតើអានឹងជាអ្វីហើយគាត់ក៏អត់ចង់និយាយប្រាប់អីច្រើនទេពីព្រោះមែនតែនទៅសូម្បីតែសុភាក៏គាត់អត់ដឹងច្បាស់អំពីប្រវត្តិនៃខ្សែកដែលគាត់កំពុងពាក់ផងព្រោះថាខ្សែកហ្នឹងគឺជាខ្សែកដែលជីតាគាត់ឲ្យហើយដូច្នេះទៅគាត់ក៏មិនចង់និយាយអ្វីច្រើនជាមួយនឹងមិត្តភ័ក្តិគាត់ដោយសារតែថ្ងៃនោះគាត់ជិះឡានក្រុងហ្នឹងចំពេលដែលព្រះច័ន្ទក្រហមកំពុងតែពេញបរមីអញ្ចឹងវាមានពន្លឺខ្លាំងនៅលើ
ទ្រូងគាត់នឹងឯងដោយសារតែគាត់ពាក់ទៅគឺខ្សែកហ្នឹងនៅត្រឹមទ្រូងអញ្ចឹងទៅណាអញ្ចឹងវាមានពន្លឺមកខ្លាំងអញ្ចឹងហើយមិត្តភក្តិគាត់ក៏សួរនាំគាត់ក៏មិនសប្បាយចិត្តក្នុងការបកស្រាយអីអញ្ចឹងហើយនៅពេលដែលឡាននឹងធ្វើដំណើរឡើងទៅដល់ខ្នងភ្នំម្ចាស់ឡានគឺគាត់ប្រាប់ហើយថាមិនអោយអ្នកណានិយាយអ្វីផ្ដេសផ្ដាសនោះទេគឺហាមឃាត់ជាដាច់ខាតពីព្រោះបើសិនជានិយាយអ្វីខុសមាត់ខុសកអញ្ចឹងទៅឡាននឹងមិនអាចទៅមុខបានឡើយជួនកាលវាជាប់ផុងជួនកាលវាខូចជួនកាលវាមានរឿងនេះឬក៏រឿងនោះកើតឡើងមានដើមឈើបាក់ចំកណ្ដាលផ្លូវកាត់ផ្ដាច់ផ្លូវអីចឹងទៅវាមានសពសារពើទាំងអស់ព្រោះផ្លូវវាចូលទៅក្នុងព្រៃអញ្ចឹងនៅពេលដែលចូលទៅដល់ក្នុងព្រៃភ្លាមគឺគេហាមអត់ឲ្យយើងនិយាយអីផ្ដេសផ្ដាសនោះទេហើយឡានក្រុងហ្នឹងក៏ចេះតែបើកបន្តដំណើររហូតទៅដល់ខេត្តមណ្ឌលគិរីប៉ុន្តែរឿងដែលគួរឲ្យចម្លែកនោះគឺថាសាលាគេអត់បានរៀបចំឲ្យសិស្សទៅស្នាក់នៅក្នុងទីរួមខេត្តនោះទេគឺគេរៀបចំឲ្យសិស្សស្នាក់នៅឯភូមិមួយគេហៅថាភូមិជនជាតិប៉ុន្តែមិនដឹងថាជាជនជាតិអ្វីហើយនៅទីនោះគឺមានផ្ទះស្នាក់មួយដែលសាងសង់ពីឈើដែលមើលទៅវាអត់ស្អាតទេវាដូចជាចាស់ទ្រុឌទ្រោមហើយភ្លើងពន្លឺនៅក្នុងផ្ទះហ្នឹងវាងងឹតមានអំពូលខ្លះវាភ្លឹបផ្លែតមានន័យថាវាបើកបិទអញ្ចឹងណាវាខូចហើយអត់មានអ្នកដូរអត់មានអ្នកអីចឹងទៅហើយតាមជញ្ជាំងហ្នឹងក៏ជញ្ជាំងខ្លះក៏សើមពុកផុយហើយធំក្លិនមានន័យថាធំក្លិនផ្អ៊ូហើយមានពីងពីងមានអីរុំអញ្ចឹងទៅចំណែកឯអ្នកដែលរស់នៅទីនោះវិញគឺជាមនុស្សដែលមិនចេះរីករាយពីព្រោះថាពេលដែលពួកគេឃើញអ្នកថ្មីទៅពួកគេតែងតែមានចម្ងល់មិនដឹងថាគេគិតអីណាប៉ុន្តែពួកគេតែងតែសម្លឹងមើលមិនដាក់ភ្នែកទេហើយអ្នកខ្លះភ្នែកគេគឺពោពេញទៅដោយកំហឹងទៅទៀតមិនដឹងថាមានរឿងអីកើតឡើងឬក៏យើងទៅប្រព្រឹត្តខុសអីចឹងទៅគឺយើងអត់ដឹងទេអានឹងជួនកាលជាប្រពៃណីឬក៏ជាទំនៀមទម្លាប់គេក៏យើងមិនដឹងដែរជួនកាលយើងឃើញគេសម្លឹងមើលយើងគិតថាយេមិនក៏ចេះតែសម្លឹងមើលមិនដាក់ភ្នែកចឹងដូចជាគ្មានការគួរសមឬក៏អីទេពីព្រោះធម្មតាមនុស្សតែមើលគ្នាចំអញ្ចឹងបើមានការគួរសមក៏ចេះតែញញឹមបន្តិចបន្តួចណាប៉ុន្តែនេះជួនកាលអាចមកពីជនជាតិខុសគ្នាទំនៀមទម្លាប់ខុសគ្នាជួនកាលការមើលហ្នឹងក៏ជាការស្វាគមន៍មួយដែរប៉ុន្តែគេមិនចេះញញឹមឬក៏អីអញ្ចឹងទៅដោយសារតែខ្ញុំក៏អត់ដឹងពីចំណុចកន្លែងហ្នឹងច្បាស់ដែរប៉ុន្តែសាច់រឿងដែលគេនិយាយមកគឺគេប្រាប់ថាជនជាតិហ្នឹងគឺអត់ចេះញញឹមទេតែអញ្ចឹងសិស្សដែលគាត់ចុះពីលើឡានមកគាត់ឃើញគ្រប់គ្នាមើលមកអញ្ចឹងទៅគឺម្នាក់មានអារម្មណ៍ថាចម្លែកហើយនៅពេលដែលគាត់ទៅដល់អាផ្ទះសំណាក់នឹងទៀតគឺគាត់រឹតតែមានការភ័យខ្លាចទៅទៀតហើយនៅយប់នោះគឺគេស្នាក់នៅ3យប់គេស្នាក់នៅទីនឹង3យប់ហើយនៅយប់ទី1គឺជាយប់ដែលខ្មោចលងសាហាវជាទីបំផុតមានន័យថាជាការស្វាគមន៍ទៅកាន់កូនសិស្សដែលទៅលេងនៅទីនឹងអីអញ្ចឹងទៅណាហើយអ្នកដែលត្រូវខ្មោចលងដំបូងគេនឹងគាត់ឈ្មោះថាគឹមសានគាត់គឺជាមិត្តភក្តិរបស់សុភាគាត់គឺជាមនុស្សម្នាក់ដែលនិយាយច្រើនហើយចូលចិត្តសួរសុភាពីនេះពីនោះអញ្ចឹងទៅប៉ុន្តែសុភាមិនដែលសូវស្វាគមន៍គាត់ប្រហែលទេសួរ10ម៉ាត់ឆ្លើយ1ម៉ាត់2ម៉ាត់អីនឹងឯងហើយគឹមសានហ្នឹងគាត់ចូលចិត្តដើរមើលនេះមើលនោះពេលខ្លះគាត់មិនត្រឹមតែមើលទេគឺគាត់មើលហើយសួរគេទៀតគាត់សួរពីនេះពីនោះគឺគាត់ជាមនុស្សម្នាក់ដែលចូលចិត្តស្វែងយល់ច្រើនហើយមានពេលមួយនោះប្រហែលជាម៉ោង7កន្លះយប់គាត់បានដើរទៅខាងជើងផ្ទះសំណាក់ដែលវាមានព្រៃក្រាស់ដែរហើយពេលដែលគាត់ទៅស្រាប់តែឃើញនារីម្នាក់អង្គុយម្នាក់ឯងនៅឯក្បែរព្រៃហ្នឹងហើយនារីម្នាក់ហ្នឹងគឺអង្គុយបែរខ្នងដាក់គាត់ទេដំបូងឡើយគាត់គិតថាជាសិស្សគ្នាគាត់ដោយសារតែមើលតែសម្លៀកបំពាក់ទៅមិនមែនជាជនជាតិទេគឺជាសម្លៀកបំពាក់បែបមនុស្សធម្មតាហ្នឹងណាប៉ុន្តែសក់គាត់វែងខ្លាំងមែនតើសក់គឺវែងរហូតដល់ដីតែម្ដងហើយគឹមសានគាត់ដើរទៅដល់ជិតគាត់អត់ដឹងថាអ្នកនឹងឈ្មោះអីទៅគាត់ក៏កាហែមបន្តិចកាហែមរៀបថាទៅអញ្ចេះអញ្ចឹងណារបៀបថាឲ្យដឹងថាមានមនុស្សមកពីក្រោយដល់ពេលអញ្ចឹងទៅក៏នារីម្នាក់ហ្នឹងគាត់ងាកមុខមកប៉ុន្តែរឿងដែលគួរឲ្យតក់ស្លុតបំផុតនោះគឺគាត់ងាកមុខមកអត់ងាកទាំងខ្លួនទេគឺគាត់ងាកតែមុខទេហើយមុខគាត់គឺ
បត់មកបច្រាស់ខ្លួនមានន័យថាធម្មតាមនុស្សយើងបើងាកយើងងាកបានមកចំហៀងមកឆ្វេងមកចំហៀងមកស្ដាំយើងមិនអាចងាកមកក្រោយបានទេបើក្បាលងាកមកក្រោយតតែយើងងាកទាំងខ្លួនមិនអញ្ចឹងប៉ុន្តែនារីម្នាក់ហ្នឹងគឺគាត់ងាកតែក្បាលទេមានន័យថាក្បាលងាកមកក្រោយហើយខ្លួនគាត់នៅខាងមុខបែរទៅខាងមុខអញ្ចឹងណាបច្រាស់គ្នាចឹងនិយាយបច្រាស់គ្នាដល់អញ្ចឹងគ្រាន់តែឃើញបែបហ្នឹងភ្លាមគឹមសានគាត់ដឹងថាជាខ្មោចហើយអាពេលដែលគាត់ងាកកគឺប្រៀបដូចជាគេយកឈើមកកាច់អញ្ចឹងណាឬផុសដូចកាច់បាក់ឈើអញ្ចឹងណាគឺឬផុសអញ្ចឹងរហូតហើយភ្នែករបស់នារីម្នាក់ហ្នឹងគឺក្រហមច្រាលហើយមុខឡើងស្លេកហើយមើលទៅគឺដឹងថាខ្មោចហ្នឹងពោពេញទៅដោយកំហឹងគឹមសាននៅពេលដែលគាត់ឃើញបែបហ្នឹងគឺគាត់ស្រែកយកតែមែនតែនព្រោះគាត់ជាមនុស្សដែលចូលចិត្តនិយាយដល់ពេលគាត់ឃើញអញ្ចឹងគឺគាត់អត់មាននេះទេគឺគាត់ស្រែករហូតដល់សិស្សគ្រប់គ្នាស្ទុះមករកគាត់ហើយបន្ទាប់ពីមានសិស្សមានមនុស្សផ្សេងគេរត់សម្ដៅមករកគាត់បែបនោះក៏ខ្មោចស្រីម្នាក់ហ្នឹងរលាយបាត់ទៅហើយគឹមសានគាត់អត់បានសន្លប់ទេព្រោះគាត់ជាមនុស្សដែលមានស្មារតីនឹងណហើយពេលនោះគាត់ប្រាប់ទៅមិត្តរួមថ្នាក់របស់គាត់ថាគាត់បានឃើញខ្មោចហើយខ្មោចហ្នឹងគឺជាខ្មោចនារីម្នាក់មើលទៅស្គមស្គាំងខ្លាំងណាស់ហើយដៃជើងវែងស្បែកដណ្ដប់ឆ្អឹងហើយគាត់ឃើញនាងបត់កមកមើលគាត់អីចឹងទៅហើយគាត់ប្រាប់ពីភិនភាកភិនអីចឹងទៅក៏មានអ្នកដែលនៅទីហ្នឹងដែលគេធ្លាប់ដឹងគេថានារីម្នាក់ហ្នឹងគឺជាអ្នកបម្រើរបស់សទ្ធិដែលកាលពីមុនគាត់មានផ្ទះនៅក្បែរហ្នឹងដែរតាំងពីឆ្នាំ1950មកម្លេះហ្នឹងហើយរឿងក៏វាចាប់ផ្ដើមគេថាវាចាប់ផ្ដើមរង្គោះរង្គើណានៅក្នុងចិត្តសិស្សម្នាក់ចាប់ផ្ដើមមានការភ័យព្រួយអីយ៉ានៅកន្លែងនេះមានខ្មោចលងអីចឹងទៅហើយលោកគ្រូម្នាក់គាត់ក៏មកសម្របសម្រួលឲ្យសិស្សកុំឲ្យមានការផិតភ័យហើយឲ្យចូលទៅក្នុងបន្ទប់ដេករៀងខ្លួនវិញទៅព្រោះស្អែកមានកម្មវិធីដើរលេងជាបន្តទៀតហើយពេលនោះសិស្សក៏បំបែកគ្នាចូលបន្ទប់រៀងខ្លួនហើយអ្នកទី2ដែលត្រូវខ្មោចលងនៅទីនោះគាត់ឈ្មោះមនីគាត់គឺជាមនុស្សម្នាក់ដែលខ្លាចខ្មោចជាទីបំផុតនិយាយទៅឲ្យតែថាកន្លែងណាឮថាមានអ្វីអីប្លែកគឺគាត់ខ្លាចហើយពេលហ្នឹងនិយាយទៅកុំថាឡើយខ្មោចសូម្បីតែនិយាយពីរឿងអីអបិយជំនឿអីផ្សេងមានប្រវត្តិយូរលង់ស្អីអញ្ចឹងគឺគាត់ខ្លាចកន្លែងហ្នឹងហ្មងគាត់ជាមនុស្សខ្លាចហើយអាពេលដែលគឹមសានគាត់និយាយថាគាត់ជួបខ្មោចហ្នឹងមនីគាត់ភ័យជាងគេគាត់ខ្លាចជាងគេហើយគាត់ក៏អត់ហ៊ានទៅបន្ទប់គាត់ម្នាក់ឯងដែរបន្ទប់ហ្នឹងបន្ទប់មួយគឺសិស្ស4នាក់ស្នាក់នៅជាមួយគ្នាណាហើយបើចង់ចូលបន្ទប់គឺគាត់ហៅក្រុមរបស់គាត់ហ្នឹងចូលទៅទាំងអស់បានគាត់ចូលហើយមនុស្សដែលខ្លាចជាងគេប្រយ័ត្នជាងគេហ្នឹងត្រូវខ្មោចលងជាងគេទៀតពេលនោះគាត់ហៅមិត្តភ័ក្តិគាត់ចូលទៅដេកនៅក្នុងបន្ទប់ទាំងអស់គ្នាអត់ឲ្យមិត្តភ័ក្តិចេញមកក្រៅនោះទេហើយមិត្តភ័ក្តិ3នាក់ទៀតរបស់គាត់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងប៉ុន្តែមានម្នាក់ចូលមុជទឹក2នាក់ទៀតគឺអង្គុយមើលទូរទស្សន៍ហើយពេលនោះគឺគាត់សម្រាកនៅលើគ្រែប៉ុន្តែនៅពេលដែលគាត់បិទភ្នែកមួយផ្លែតប្រហែលជា3វិនាទីទេ3-4វិនាទីប៉ុណ្្នឹងឯងគាត់បើកភ្នែកមកវិញមិត្តភ័ក្តិគាត់បាត់ទាំងអស់នៅក្នុងបន្ទប់ហ្នឹងគឺអត់ឃើញមានអ្នកណាទៀតទេខណៈដែល2នាក់កំពុងតែមើលទូរទស្សន៍ក្បែរគាត់ហ្នឹងក៏បាត់ដែរហើយទូរទស្សន៍ហ្នឹងក៏បិទទៀតអត់មានបើកអត់មានអីទេហើយមិត្តភ័ក្តិដែលនៅក្នុងបន្ទប់ទឹកកំពុងតែមុជទឹកឈូហ្នឹងក៏អត់ឮសំឡេងមុជទឹកអត់ឮអីហើយគាត់ចូលទៅមើលនៅក្នុងបន្ទប់ទឹកក៏អត់ឃើញមានមនុស្សទៀតហើយពេលនោះគាត់គិតថាប្រហែលជាមិត្តភ័ក្តិ3នាក់ទៀតហ្នឹងលេងសើចជាមួយគាត់ហើយខណៈដែលគាត់កំពុងតែខ្លាចផងហើយគាត់ក៏ឡើងទៅដេកលើគ្រែហើយដណ្ដប់ភួយហើយពេលនោះគាត់បានឃើញរូបស្រមោលខ្មៅមួយស្រមោលជាមនុស្សមានមាឌធំគឺនៅលើពិដាននៅខាងជ្រុងនៃជញ្ជាំងគាត់បានឃើញស្រមោលខ្មៅនឹងធំមែនទែនហើយហោះមកយឺតក្បែរគាត់ហើយមនីគាត់ដឹងច្បាស់ថានេះគឺជាខ្មោចហើយប៉ុន្តែភ្នែកគាត់គឺបើកមើលបានន័យថាភ្នែកគាត់បិទមិនបានណាភ្នែកគឺរឹងហ្មងគឺបើកមិនអាចបិទបានណាមើលសម្លឹងទៅស្រមោលខ្មៅនឹងដែលកំពុងតែហោះមករកគាត់យឺតហើយនៅពេលដែលស្រមោលខ្មៅនឹងហោះមកជិតគាត់គឺគាត់បានឃើញភ្នែកក្រហមទូចពីរដែលសម្លឹងមកមើលគាត់ហើយពេលហ្នឹងគាត់កាំងគឺគាត់ស្រែកអីអត់រួចទេគាត់ព្យាយាមប្រឹងស្រែកអត់រួចដូចជាមានអ្វីមកបិទមាត់គាត់អញ្ចឹងហើយព្យាយាមបើកភ្នែកគាត់ឲ្យមើលអញ្ចឹងប៉ុន្តែដោយសារតែភាពភ័យខ្លាំងហើយដោយសារតែកម្លាំងចុងក្រោយរបស់គាត់
គឺគាត់ស្រែកមួយទំហឹងគឺផ្អើលពេញមកផ្ទះសំណាក់នឹងតែម្ដងគាត់ស្រែកឡើងវ៉ាហើយគាត់ប្រឹងរត់ចេញពីបន្ទប់នឹងហើយនៅពេលដែលគាត់រត់ចេញទៅគ្រប់គ្នាឆ្ងល់នាំគ្នាចេញមកមើលអីចឹងទៅណាហើយគាត់ស្រែកថាខ្មោចលងចឹងទៅលោតចុះលោតឡើងម្នាក់ឯងមានន័យថាពេលហ្នឹងភ័យខ្លាំងមែនតើហើយគ្រូក៏រត់មកដល់ហើយសួរនាំចុះឡើងចឹងទៅហើយគាត់ប្រាប់ថាក្រុមរបស់គាត់គឺទុកគាត់ចោលមិនដឹងថាពួកគេទៅណានោះទេហើយគាត់ត្រូវខ្មោចលងនៅក្នុងបន្ទប់នោះហើយពេលដែលគ្រូគាត់ចូលទៅពិនិត្យមើលគឺមិត្តភ័ក្តិគាត់ទាំង3នាក់នៅក្នុងបន្ទប់នឹងឯងហើយមិនដឹងថាយ៉ាងម៉េចបានជាពេលហ្នឹងគាត់មិនឃើញមិត្តភ័ក្តិទាំង3នាក់របស់គាត់តែបែរជាគាត់ឃើញស្រមោលខ្មៅមួយហោះមករកគាត់ហើយមានភ្នែកក្រហមមើលមកគាត់ទៅវិញហើយពេលហ្នឹងគាត់លែងហ៊ានដេកនៅទីហ្នឹងទៀតហើយគាត់ថាគាត់ស្បត់គាត់អត់ដេកនៅផ្ទះសំណាក់ហ្នឹងទេប៉ុន្តែគ្រូមកសម្របសម្រួលគ្រូប្រាប់ថាមិនអាចទៅណាម្នាក់ឯងបានទេហើយគ្រូក៏នាំគាត់ទៅស្នាក់នៅជាមួយចឹងទៅស្នាក់នៅក្នុងបន្ទប់មួយទៀតចឹងណាហើយសម្រាប់បុគ្គលិកនៅទីនោះគាត់បានចងអំបោះចងអីចឹងទៅដែលគេថាអំបោះនឹងជួយការពារកុំឲ្យមានវិញ្ញាណអាក្រក់វិញ្ញាណអីមកក្បែរអីចឹងណាហើយអំបោះហ្នឹងនៅក្នុងសាច់រឿងក៏អត់បានបញ្ជាក់ថាយកមកពីណាដែរប៉ុន្តែបើតាមខ្ញុំសន្និដ្ឋានប្រហែលជាអំបោះដែលយកមកពីលោកមានន័យថាលោកប្រសិទ្ធិអីសូត្រធម៌សូត្រអីហើយចឹងទៅគឺអំបោះហ្នឹងយកមកពាក់ដើម្បីការពារនៅវិញ្ញាណអាក្រក់វិញ្ញាណអីឬក៏ឧបទ្រពចង្រៃអីអញ្ចឹងហ្នឹងហើយហើយមនីគឺគាត់ដំបូងឡើយគាត់គឺនៅអត់កើតទេគាត់ដកដង្ហើមខ្លាំងគាត់ភ័យខ្លាំងគាត់ស្លេកមុខស្លេកមាត់ប៉ុន្តែដោយសារតែមានការជួយពីលោកគ្រូអ្នកគ្រូឲ្យគាត់ដកដង្ហើមយឺតហើយនិយាយជាមួយគាត់ច្បាច់ដៃច្បាច់ជើងអីចឹងទៅគាត់ក៏មានអារម្មណ៍ធូរមកវិញចឹងទៅហើយក៏ទៅសម្រាកជាមួយលោកគ្រូអ្នកគ្រូវិញហើយនៅយប់នោះគឺមានសិស្ស3-4នាក់ទៀតដែលបានជួបរឿងចម្លែកប៉ុន្តែមិនដល់ថ្នាក់ដូចមនីហើយនិងគឹមសាននោះទេមនីហើយនិងគឹមសានគឺគាត់បានឃើញផ្ទាល់ភ្នែកហ្មងប៉ុន្តែបើសិស្សផ្សេងគឺគាត់គ្រាន់តែឮសំឡេងគាត់គ្រាន់តែធំក្លិនគាត់គ្រាន់តែឮការស្រែកយំស្រែកឲ្យជួយឬក៏ឮដួលរបស់របរនេះរបស់របរនោះហើយពេលទៅគឺអត់មានឃើញអីចឹងទៅហើយកន្លែងហ្នឹងខ្ញុំអត់យកមកនិយាយទេដោយសារតែបើសិនជារៀបរាប់ទៅវាច្រើនពេកហើយសម្រាប់សុភាវិញគឺគាត់ស្នាក់នៅក្នុងបន្ទប់នោះគឺគាត់មានសុវត្ថិភាពគឺគាត់អត់មានអ្វីមកប៉ះពាល់គាត់ទេគឺថាសូម្បីតែសំឡេងអីបន្តិចបន្តួចក៏គាត់អត់មានបានស្ដាប់ឮឬក៏អត់មានកើតហេតុភេទចម្លែកអីមកដល់គាត់នោះទេវាហាក់បីដូចជាបន្តោងខ្សែករបស់គាត់នឹងការពារគាត់អញ្ចឹងហើយមានមិត្តភក្តិគាត់ម្នាក់សួរថាបន្តោងនឹងអាចការពារខ្មោចលងបានដែរអត់តែគាត់អត់មាត់ទេពីព្រោះថាបន្តោងនឹងនៅពេលមកដល់ទីកន្លែងហ្នឹងគឺឧស្សាហ៍បញ្ចេញពន្លឺមែនតើពន្លឺចេញពីក្នុងបន្តោងនឹងវាដូចជាបរតអញ្ចឹងណាវាដូចជាបរតប៉ុន្តែបន្តោងនឹងគឺជាបន្តោងថ្មទេហើយយប់នោះសុភាគាត់ក៏ស្នាក់នៅលង់លក់យ៉ាងរីករាយចឹងទៅគឺអត់មានជួបអីទាំងអស់ហើយថ្ងៃបន្ទាប់សុភាគឺគាត់បានដើរលេងជាមួយនឹងក្រុមមិត្តភ័ក្តិរបស់គាត់ហើយក៏បានជួបបុរសម្នាក់គឺជាបុរសចំណាស់នៅក្នុងភូមិនោះឯងគាត់គឺជាជនជាតិហើយគាត់បានដឹងអំពីរឿងបន្តោងខ្សែកនោះច្បាស់គាត់គ្រាន់តែឃើញភ្លាមគាត់បានភ្ញាក់ផ្អើលមែនទែនហើយគាត់និយាយថាឯងពិតជាត្រឡប់មកវិញមែនគ្រប់យ៉ាងគឺជាការរៀបចំរបស់ខ្មោចគឺគាត់និយាយអញ្ចឹងណាហើយពេលហ្នឹងសុភាគាត់ភ្ញាក់ព្រឺតគាត់ថាជាការរៀបចំរបស់ខ្មោចយ៉ាងម៉េចគឺគាត់មកទស្សនកិច្ចជាមួយនឹងក្រុមនិស្សិតជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទេពេលនោះបរិសចំណាស់ម្នាក់ហ្នឹងក៏គាត់និយាយបន្តទៀតថាពេលនេះការសងសឹកគឺចាប់ផ្ដើមហើយបានប្រាប់ថាឲ្យគាត់ឆាប់ត្រឡប់ទៅវិញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានពីព្រោះវិញ្ញាណខ្មោចច្រើនណាស់ដែលរងចាំគាត់នៅទីនេះហើយពេលហ្នឹងគឺគាត់អត់យល់អំពីអ្វីដែលអ៊ំម្នាក់ហ្នឹងគាត់និយាយអញ្ចឹងណាហើយគាត់ក៏សួរនាំទៅអ៊ំម្នាក់ហ្នឹងក៏ពន្យល់ប្រាប់គាត់ថាដោយយោងទៅតាមបន្តោងខ្សែកហ្នឹងណាគឺអ៊ំហ្នឹងគាត់អាចសន្និដ្ឋានបានថាសុភាហ្នឹងគឺជាចៅរបស់តាសួនហើយតាសួនហ្នឹងកាលពីមុនគាត់គឺជាអ្នកបម្រើរបស់សេដ្ឋីម្នាក់កាលពីឆ្នាំ1950មកម្លេះហើយលោកសេដ្ឋីម្នាក់នោះគាត់ស្រឡាញ់និងទុកចិត្តតាសួនណាស់គឺគ្រប់បែបយ៉ាងទាំងអស់គឺគាត់តែងតែប្រើតាសួនជានិច្ចមិនថាធ្វើនេះធ្វើនោះជូនទៅនេះជូនទៅនោះហើយសូម្បីតែការរកស៊ីអីចំណេញប៉ុន្មាន
លុយទុកដាក់យ៉ាងម៉េចអីយ៉ាងម៉េចគឺតាសួននៅយូរៗគឺដឹងកន្លែងដឹងអីចឹងទៅហើយដឹងអំពីការចំណេញប៉ុន្មានចំណូលមួយខែបានប៉ុន្មានអីចឹងទៅនេះដោយសារតែការទុកចិត្តខ្លាំងពេកធ្វើឲ្យអ្នកបម្រើគឺដឹងច្រើនអំពីចំណូលចំណាយនៅក្នុងផ្ទះដោយសារតែតាសួនដឹងច្បាស់ថាសេដ្ឋីគាត់មានទ្រព្យសម្បត្តិប៉ុន្មានទុកនៅកន្លែងណាខ្លះហើយចំណូលមួយខែបានប៉ុន្មានអីចឹងទៅគាត់ក៏កើតចិត្តលោភលន់ហើយមានចិត្តចង់សម្លាប់សេដ្ឋីនឹងចោលហើយពេលនោះគាត់បានរៀបចំផែនការដោយគាត់មានគូកនគ្នាគាត់ដើម្បីធ្វើការសម្លាប់សេដ្ឋីនឹងប្លន់យកទ្រព្យសម្បត្តិហើយនៅពេលដែលគាត់ធ្វើការសម្លាប់សេដ្ឋីបានសម្រេចពេលនោះគឺផែនការវាមិនដូចជាការគិតទេដោយសារតែការសម្លាប់ពេលនោះគឺបង្កើតចេញជាសម្លេងខ្លាំងផ្អើលទាំងអស់ហើយធ្វើឲ្យអ្នកបម្រើនៅក្នុងផ្ទះនឹងបានដឹងរឿងអំពីការលួចសម្លាប់សេដ្ឋីនឹងគេថាបំបិតផោះតាងបំបិតមិនឲ្យមានសាក្សីដឹងឮអីចឹងទៅក៏សម្លាប់អ្នកបម្រើទាំងអស់នៅក្នុងផ្ទះមានន័យថាមកផ្ទះនឹងអ្នកបម្រើទាំងសាច់ញាតិទាំងអ្នកបម្រើទាំងអីទាំងអស់ចូលជិត20នាក់កាលពីសម័យហ្នឹងផ្ទះបោះអុកញ៉ាផ្ទះបោះអ្នកមានគេហៅថាសេដ្ឋីគឺធំហើយអ្នកបម្រើបងប្អូនសាច់ញាតិអីគឺអត់ក្រោម20នាក់ទេនៅទីហ្នឹងគឺសម្រាប់ចោលទាំងអស់ទាំងស្ត្រីមានផ្ទៃពោះក៏សម្រាប់ដែលស្ត្រីម្នាក់ហ្នឹងគាត់ចិត្តគ្រប់ខែទៅហើយនៅខ្វះទៅប្រហែលថ្ងៃទៀតគាត់កើតហើយប៉ុន្តែទៅជាមានរឿងបែបហ្នឹងកើតឡើងហើយនៅពេលដែលសម្លាប់សេដ្ឋីបានហើយតាសួនដឹងច្បាស់ថាទ្រព្យសម្បត្តិទាំងអស់មិនអាចយកចេញបាននោះទេគឺនៅក្នុងឃ្លាំងទ្រព្យមួយដែលត្រូវការសោដើម្បីចាក់យកប៉ុន្តែសោនោះគឺជាសោចម្លែកខុសគេមិនមែនជាសោធម្មតានោះទេវាគឺជាសោដែលមានរូបរាងជាផ្កាយមាន3ជ្រុងនឹងឯងមានន័យថាអាខ្សែកបន្តោងផ្កាយ3ជ្រុងហ្នឹងគឺជាសោដើម្បីចាក់ចូលទៅឃ្លាំងទ្រព្យហើយអាចប្រមូលយកទ្រព្យសម្បត្តិទាំងអស់នឹងបានប៉ុន្តែនៅថ្ងៃនោះមិនដឹងជាមានរឿងអីកើតឡើងទេតាសួនគាត់អត់អាចយកទ្រព្យសម្បត្តិទាំងអស់នោះបានប្រហែលជាមានការបែកបាក់ផ្ទៃក្នុងក៏មិនដឹងផងហើយតាសួនក៏ភៀសខ្លួនចេញពីផ្ទះនោះទៅដោយកាន់ជាប់នៅសោដែលមានផ្កាយ3ជ្រុងនឹងឯងហើយក្រោយមកទៀតឮថាតាសួននឹងមានបំណងទៅយកច្រើនដងហើយប៉ុន្តែទៅយកមិនបានសម្រេចរហូតវាចេះតែមានរឿងវាចេះតែមានបញ្ហាអីអញ្ចឹងទៅណាដល់អញ្ចឹងទៅគាត់ក៏កាន់តែចាស់ហើយពេលដែលគាត់កាន់តែចាស់កាន់តែអីចឹងទៅគាត់ក៏ចាប់ផ្ដើមមានការកាន់សិលកាន់អីមានការលះបង់មានអីចឹងទៅគាត់ក៏មិនទៅរកទ្រព្យសម្បត្តិទាំងអស់នោះទៀតនោះទេបានន័យថាគាត់បោះបង់ចោលហើយប៉ុន្តែអាសោផ្កាយ3ជ្រុងហ្នឹងគាត់អត់បានបោះចោលនោះទេគឺគាត់ប្រគល់ទៅឲ្យចៅរបស់គាត់ហើយគាត់អត់បាននិយាយប្រាប់ថាអានឹងវាជាស្អីចឹងទេអញ្ចឹងសុភាគាត់ពាក្យហ្នឹងគឺគាត់អត់ដឹងទេគាត់អត់ដឹងថាជាអ្វីទេអញ្ចឹងអ៊ំម្នាក់ដែលគាត់និយាយប្រាប់សុភាហ្នឹងគឺគាត់ប្រាប់រឿងទាំងអស់ធ្វើឲ្យសុភាមានការតក់ស្លុតមិននឹកស្មានថាជីតារបស់ខ្លួនឯងគឺជាមេចៅដ៏ធំបែបហ្នឹងសោះហើយសម្រាប់មនុស្សច្រើនជាទីបំផុតប៉ុន្តែទោះបីជាគាត់មានការតក់ស្លុតឬក៏យ៉ាងណាក៏គាត់មិនមានការគេហៅថាមិនមានការសោកស្ដាយមិនមានការអន់ចិត្តចំពោះតាខ្លួនឯងនោះទេពីព្រោះថាសុភាគាត់ក៏ជាមនុស្សលោភលន់ម្នាក់ដែរនេះប្រហែលជាគេហៅថាដំណក់ឈាមណានៅពេលដែលជីតាគាត់មានគំនិតបែបហ្នឹងចិត្តរបស់គាត់បែបហ្នឹងអាក្រក់បែបហ្នឹងទៅគាត់តមកដល់ចៅចឹងទៅហ្នឹងហើយអ៊ំម្នាក់នោះគាត់ឲ្យសុភាឆាប់រត់ចេញពីទីហ្នឹងហើយប៉ុន្តែសុភាគាត់អត់រត់ចេញទេគឺគាត់មានចិត្តលោភលន់ចង់ទៅរកភ្នូររបស់សេដ្ឋីគាត់គិតថាប្រហែលជាទ្រព្យសម្បត្តិទាំងអស់នោះនៅក្នុងភ្នូរនឹងឯងដូច្នេះគាត់ក៏សិក្សាស្រាវជ្រាវបន្តហើយចំណែកឯអ៊ំម្នាក់ហ្នឹងគឺគាត់អត់និយាយប្រាប់អីទៀតទេសុភាពេលហ្នឹងគាត់លែងដើរចូលទៅក្នុងក្រុមមិត្តភ័ក្តិរបស់គាត់ហើយដែលគេចុះកម្មសិក្សាគេដើរទៅត្នេះគេដើរទៅត្នោះគេមើលគេឡើងភ្នំគេមើលទេសភាពគេមើលអីចឹងទៅគឺគាត់អត់ដើរទៅជាមួយគេទេគឺគាត់ទៅសិក្សាអំពីប្រវត្តិសាស្ត្រនៅតំបន់ហ្នឹងហើយគាត់ក៏បានដឹងថាទ្រព្យសម្បត្តិទាំងអស់គឺនៅខាងក្រោមភ្នូររបស់សេដ្ឋីបន្ទាប់ពីគាត់ស្លាប់ទៅគឺមានសាច់ញាតិបានប្រមូលយកទ្រព្យសម្បត្តិយកទៅលាក់ទុកនៅទីហ្នឹងឯងហើយគាត់គិតថាអាសោហ្នឹងប្រហែលជាអាចទៅបើកភ្នូរហ្នឹងបានទៀតអញ្ចឹងនៅខាងក្រោមភ្នូរហ្នឹងគាត់គិតថាប្រហែលជាមានបន្ទប់ធំមួយហើយអាចប្រើសោហ្នឹងចាក់ចូលទៅហើយប្រមូលយកទ្រព្យសម្បត្តិបានគាត់គិតអាហ្នឹងគាត់សម័យខ្លួនឯងណាប៉ុន្តែគាត់សិក្សាស្រាវជ្រាវរយៈពេលខ្លីហ្នឹងគឺគាត់
ទទួលដំណឹងគេព្រាលដំណឹងមិនច្បាស់ថាទ្រព្យសម្បត្តិទាំងអស់ហ្នឹងប្រហែលជានៅក្រោមភ្នូនឹងឯងពីព្រោះនៅពេលដែលសេដ្ឋីនឹងបានស្លាប់បាត់ទៅសាច់ញាតិរបស់គាត់ក៏បានស្លាប់ជាច្រើនហើយទ្រព្យសម្បត្តិទាំងអស់មិនឮថាធ្លាក់ទៅដៃរបស់អ្នកណានោះទេអញ្ចឹងសង្ស័យថាទ្រព្យសម្បត្តិហ្នឹងគឺនៅតែរក្សាទុកក្រោមភ្នូនឹងឯងដូច្នេះគាត់ក៏មានគំនិតថានឹងទៅជីកភ្នូនឹងដើម្បីយកទ្រព្យសម្បត្តិមកហើយគាត់អត់ខ្វល់ពីខ្មោចព្រាយបិសាចដែលអ៊ំម្នាក់នោះធ្លាប់និយាយប្រាប់គាត់ទេគាត់អត់ខ្វល់គាត់អត់ខ្លាចគាត់អត់អីទាំងអស់ហើយបន្ទាប់មកនៅយប់ទី3ហ្នឹងគឺគាត់ចាប់ផ្ដើមប្រតិបត្តិការរបស់គាត់មានចបមួយគាត់ដើរចេញពីផ្ទះសំណាក់ហើយពេលនោះបរិសម្នាក់ឈ្មោះទឹកដែលជាមិត្តភ័ក្តិរបស់គាត់ឃើញសកម្មភាពប្លែកៗហើយគាត់កាន់ចបទៅគេក៏ដើរតាមហើយពេលដែលដើរទៅឆ្ងាយទៅដល់ព្រៃមួយម្នាក់ឈ្មោះទឹកហ្នឹងគាត់ក៏ស្រែកហៅសុភាគាត់ថាឯងធ្វើអីហើយសុភាពេលឃើញនីទឹកហ្នឹងមកក៏មានការខឹងសម្បាហើយក៏កើតជារឿងឆ្លោះគ្នាអីចឹងទៅនៅកន្លែងហ្នឹងណាហើយបន្ទាប់មកក៏មានការបតាយបតប់គ្នារហូតដល់ច្រាននីទឹកធ្លាក់ចូលទៅក្នុងជ្រោះហើយការច្រាននេះទៀតសោតគឺជាចេតនាពេញទីតែម្ដងគឺមានន័យថាសុភានឹងច្រាននីទឹកនឹងឲ្យស្លាប់តែម្ដងអត់មានគិតថាទុកផ្លូវជីវិតរស់អីទេអត់ទេគឺច្រានសម្លាប់ចោលប៉ុន្តែនីទឹកនឹងអត់បានស្លាប់ទេដោយសារតែពេលដែលគាត់ធ្លាក់ទៅគឺដៃគាត់តោងជាប់នឹងវល្លិមួយហើយគាត់មានរងរបួសជាច្រើនពេលដែលគាត់ធ្លាក់ទៅគឺកកិតជាមួយនឹងថ្មប៉ះអីចឹងណាហើយពេលនោះសុភាគឺអត់ចំណាយពេលបន្តទៅសម្រាប់នីតិនឹងទេគាត់ក៏ទៅរកភ្នូនោះទៀតហើយពេលដែលគាត់ទៅដល់ភ្នូនឹងគឺជាពេលយប់ហើយនៅទីនោះគឺគេធ្វើរោងមួយយ៉ាងធំហើយភ្នូគឺនៅខាងក្រោមនៅខាងក្នុងរោងនឹងឯងហើយនាយសុភាគាត់អត់មានចាំយូរហើយក៏អត់មានការភ័យខ្លាចអីដែរពេលហ្នឹងគាត់ស្ទុះវឹងយកចបរបស់គាត់ហ្នឹងទៅកាប់កោះភ្នូនឹងតែម្ដងហើយពេលដែលគាត់កំពុងតែកាប់កោះភ្នូនឹងក៏មានសំឡេងប្លែកចាប់ផ្ដើមបន្លឺឡើងហើយពេលហ្នឹងគាត់អត់ខ្វល់ទេមានន័យថាសុភាគាត់ជាមនុស្សម្នាក់ដែលមានចិត្តធ្ងន់មែនទែនគាត់អត់ខ្វល់ពីសំឡេងគាត់អត់ខ្វល់ពីអ្វីគ្រប់យ៉ាងគឺគាត់ទិសដៅគាត់មួយគាត់កោះភ្នូនឹងតែម្ដងហើយពេលនោះសំឡេងយំសំឡេងស្រែកសំឡេងឆ្លោះគ្នាសំឡេងអីគឺឮមកទាំងអស់ហើយចំណែកឯមេឃវិញគឺចាប់ផ្ដើមងងឹតហើយផ្គររន្ទះលាន់ឮក្រឹមអញ្ចឹងទៅណាប្រៀបដូចជាកំពុងភ្លៀងប៉ុន្តែមេឃហ្នឹងវាអត់ភ្លៀងនោះទេហើយបន្ទាប់មកទៀតមេឃហ្នឹងក៏ស្រឡះមកវិញហើយបញ្ចេញរូបរាងនៅប្រច័ណ្ឌក្រហមមួយយ៉ាងធំហើយប្រច័ណ្ឌហ្នឹងពណ៌ក្រហមច្រាលតែម្ដងហើយគ្រាន់តែប្រច័ណ្ឌហ្នឹងបញ្ចេញពន្លឺមកប៉ះជាមួយនឹងបន្តោងសោផ្កាយ3ជ្រុងហ្នឹងណាគឺមានពន្លឺចាំងខ្លាំងមែនទែនចាំងសញ្ចាចហ្មងណាចាំងភ្លឺរហូតដល់អាចមើលអ្វីជុំវិញនឹងបានយ៉ាងច្បាស់ទៀតផងពេលនោះសុភាគាត់អត់ដឹងថាបន្តោងសោហ្នឹងគឺពោពេញទៅដោយវិញ្ញាណដែលមានគំនុំកំហឹងសងសឹកនោះទេគឺគាត់បែរជាគិតថាប្រហែលជាបន្តោងសោហ្នឹងនៅក្បែរកន្លែងចាក់សោកន្លែងបន្ទប់ហ្នឹងហើយបានជាវាបញ្ចេញពន្លឺអីចឹងទៅហើយបន្ទាប់មកទៀតសំឡេងឆ្កែលូក៏ចេះតែកងរំពងពេញព្រៃមិនដឹងថាឆ្កែមកពីណាខ្លះទេដឹងត្រឹមថាលូប្រដាក់គ្នារហូតខណៈដែលគាត់នៅទីនោះប្រហែលថ្ងៃ2ថ្ងៃអីហ្នឹងគឺគាត់អត់ដែរឃើញសត្វឆ្កែសត្វអីនៅទីហ្នឹងនោះទេនៅភូមិហ្នឹងដូចជាអត់មានចិញ្ចឹមសត្វឆ្កែអីទេប៉ុន្តែនៅពេលដែលគាត់កំពុងតែកាប់ដីហ្នឹងណាគឺឆ្កែលូខ្លាំងមែនទែនដូចថានៅក្នុងព្រៃហ្នឹងពោពេញទៅដោយឆ្កែរាប់រយក្បាលអញ្ចឹងហើយពេលហ្នឹងគឺគាត់អត់គិតអីច្រើនគាត់គិតតែពីកាប់អញ្ចឹងទៅស្រាប់តែមួយសន្ទុះទៀតគឺឃើញនារីពស់ធំម្នាក់គឺឈរនៅចំពោះមុខគាត់តែម្ដងប្រហែលជា3-4ម៉ែត្រអីប៉ុណ្ណឹងឯងគឺឈរហើយភ្នែកសម្លឹងមើលមកសុភាជាប់ហើយសុភាពេលនោះគាត់មានអារម្មណ៍ភ័យខ្លាចមែនទែនព្រោះជាលើកទី1ហើយដែលគាត់ជួបខ្មោចហើយជួបក្នុងសភាពឃើញផ្ទាល់បែបនេះដូច្នេះគាត់មានការផិតភ័យជាខ្លាំងហើយបន្ទាប់មកទៀតស្រាប់តែដងចបដែលនៅនឹងដៃរបស់គាត់ស្រាប់តែរបូតហើយខ្ទាតចេញទៅឆ្ងាយរបៀបដូចជាមានអ្វីមួយយ៉ាងយកចបចេញពីដៃរបស់គាត់ហើយបោះចោលអញ្ចឹងទៅណាហើយគាត់ឃើញបែបនោះគាត់ក៏ងាកមើលទៅចបរបស់គាត់ស្រាប់តែឃើញមានបរិសម្នាក់ទៀត
គឺមៀតធំដៀងប៉ុន្តែបរិសម្នាក់ហ្នឹងមិនមានរូបរាងជាមនុស្សនោះទេគឺជាស្រមោលខ្មៅមានន័យថាជាស្រមោលខ្មៅហុយផ្ដុំគ្នាបង្កើតចេញជារូបរាងមនុស្សមួយមើលទៅគឺដឹងថាជាមនុស្សដែលមានមៀតធំតែស្រមោលហ្នឹងគឺរលាយចុះឡើងអញ្ចឹងទៅណាហើយមានភ្នែកពណ៌ក្រហមដូចដែលមនីធ្លាប់ឃើញអញ្ចឹងហើយស្រមោលខ្មៅហ្នឹងស្រែកថាសងឈាមគ្រួសារអញវិញអញ្ចឹងមានន័យថាខ្មោចម្នាក់ហ្នឹងគឺជាប្តីរបស់នារីពស់ធំនោះឯងហើយបន្ទាប់មកទៀតសុភាគាត់បានឃើញខ្មោចជាច្រើនមានទាំងនៅលើដីមានទាំងនៅលើដើមឈើខ្មោចខ្លះស្គមខ្មោចខ្លះធាត់ខ្មោចខ្លះធ្លាយពវៀនខ្មោចខ្លះដាច់ដៃដាច់ជើងខ្មោចខ្លះកាន់ក្បាលខ្លួនឯងមានន័យថាឃើញសកម្មភាពដូចជាការសម្លាប់កាលពីឆ្នាំ1950អញ្ចឹងពេលនោះសុភាគាត់គិតថាប្រហែលជាតារបស់គាត់សម្លាប់គេនៅក្នុងសភាពបែបហ្នឹងហើយបានជាគាត់ឃើញខ្មោចទាំងអស់ហ្នឹងគឺនៅក្នុងសភាពបែបហ្នឹងហើយក្រោយមកទៀតសុភាគឺគាត់អត់នៅទេគឺគាត់ចាប់ផ្ដើមរត់ចេញពីទីនោះគឺរត់យ៉ាងលឿនហើយមានខ្មោចជាច្រើនគឺរត់បដិញតាមគាត់និយាយទៅគឺកន្លែងហ្នឹងបើសិនជាខ្មោចមិនសមថារត់ដេញតាមទេទោះបីជាមនុស្សរត់ដល់ណាក៏ដោយក៏មិនអាចគេចចេញពីខ្មោចបានដែរបើសិនជាតំបន់ហ្នឹងជាតំបន់របស់ខ្មោចដែលគ្រប់គ្រងទៅហើយអញ្ចឹងណាប៉ុន្តែសភាពពេលនោះគឺថាសុភាគឺពិតជារត់មែនហើយខ្មោចជាច្រើនគឺរត់ដេញតាមប្រៀបដូចជាមនុស្សរត់តាមអញ្ចឹងបន្ទាប់ពីរត់បានមួយសន្ទុះហើយក៏ទៅដល់ជ្រោះមួយហើយជ្រោះហ្នឹងគឺជ្រៅខ្លាំងណាស់សុភាមិនអាចរត់ទៅឆ្វេងឬក៏រត់ទៅស្ដាំបានទៀតទេពីព្រោះខ្មោចគឺពាត់ទាំងក្រោយទាំងឆ្វេងទាំងស្ដាំជិតអញ្ចឹងផ្លូវរបស់គាត់គឺមានតែមួយឯងគឺជ្រោះនឹងឯងហើយគាត់អត់ហ៊ានលោតទេគឺគាត់បកមកក្រោយវិញមើលទៅខ្មោចទាំងអស់ហ្នឹងគឺខ្មោចនៅក្នុងសភាពអាក្រក់មែនទែនហើយបន្ទាប់មកអាខ្សែករបស់គាត់ហ្នឹងក៏បញ្ចេញពន្លឺខ្លាំងទៅហើយអាខ្សែដែលនៅជាប់នឹងកហ្នឹងក៏រឹតកកគាត់រហូតដល់ស្ទើរតែដាច់ខ្យល់ទៅណាហើយគាត់លុតជង្គង់ចុះពុបដៃគាត់ចាប់ទាញអាខ្សែកហ្នឹងចេញមករបូតអាបន្តោងហ្នឹងធ្លាក់ចូលទៅក្នុងប្រឡោះថ្មមួយអាប្រឡោះថ្មហ្នឹងគឺគាត់លូកដៃយកអត់បានទេហើយអាពេលហ្នឹងហើយអាពេលដែលអាបន្តោងខ្សែកហ្នឹងធ្លាក់ចូលប្រឡោះថ្មហើយមានខ្មោចជាច្រើននៅចំពោះមុខគាត់ហើយក៏គាត់នៅតែព្យាយាមលូកដៃទៅយកអាបន្តោងហ្នឹងដែរខណៈដែលយកមិនបានហើយក៏គាត់នៅតែព្យាយាមដែរហើយបន្ទាប់មកទៀតក៏ស្រាប់តែឮសំឡេងសើចខ្លាំងគឺជាសំឡេងមនុស្សស្រីសើចហាអញ្ចឹងណាហើយខ្មោចទាំងអស់ក៏បើកផ្លូវដើម្បីឲ្យខ្មោចស្រីម្នាក់ហ្នឹងមកខ្មោចហ្នឹងមើលទៅគឺមានសភាពស្អាតនោះទេអត់មានឃើញដាច់ដៃដាច់ជើងដាច់ក្បាលឬក៏ធ្លាយពវៀនអីទេខ្មោចហ្នឹងគឺដើរមកហើយស្លៀកក្បិនដែលអាចសន្និដ្ឋានបានថាគឺជាប្រពន្ធរបស់លោកសេដ្ឋីនឹងឯងហើយខ្មោចស្រីម្នាក់ហ្នឹងក៏និយាយស្រែកខ្លាំងថាអញមិនអោយឯងស្លាប់អញក៏មិនអោយឯងរស់នៅបានសុខដែរបន្ទាប់មកក៏មានខ្មោចម្នាក់ទៀតស្លៀកក្បិនជាមនុស្សប្រុសហើយកាន់ឈើច្រត់ដើរមកនេះអាចបញ្ជាក់ថាគឺជាខ្មោចរបស់សេដ្ឋីនឹងឯងគាត់មកដល់ភ្លាមក៏និយាយទាំងកំហឹងថាអញនឹងអោយឯងរស់នៅវេទនាជាងស្លាប់បន្ទាប់មកខ្មោចសេដ្ឋីម្នាក់ហ្នឹងក៏ទាញឈើច្រត់ទៅវាយនាយសុភានឹងតែម្ដងគឺវាយសំពងនៅលើក្បាលវាយរហូតប៉ុន្តែសុភានឹងដៃគាត់នៅតែព្យាយាមទៅយកអាបន្តោងសោនឹងឯងប៉ុន្តែគាត់មិនអាចទ្រាំបាននឹងការវាយសំពងរបស់ខ្មោចជាសេដ្ឋីនោះទេខ្មោចសេដ្ឋីនឹងគឺវាយគាត់រហូតវាយលើក្បាលវាយសំពងយករហូតដល់គាត់ឈឺខ្លាំងពេកសុភាក៏របូតដៃហើយធ្លាក់ចូលទៅក្នុងជ្រោះទៅហើយពេលដែលគាត់ធ្លាក់ទៅគឺមានន័យថាគាត់ធ្លាក់របៀបដេកផ្ងាណាហើយធ្លាក់ចុះទៅក្រោមប៉ុន្តែភ្នែកគាត់មើលមកលើអញ្ចឹងទៅគឺគាត់ឃើញមនុស្សជាច្រើននៅខាងលើឈរទម្រាបគ្នាប៉ុន្តែភ្នែកមានពណ៌ក្រហមទាំងអស់នឹងគឺជាខ្មោចដែលតាមសម្រាប់សុភានឹងឯងហើយពេលដែលគាត់ធ្លាក់ទៅមួយសន្ទុះគាត់ក៏សន្លប់លែងដឹងខ្លួនហើយបន្ទាប់មកទៀតនៅថ្ងៃស្អែកឡើងពេលដែលព្រះអាទិត្យរះចាំងជះពន្លឺពេញព្រៃពេញអីអស់ហើយស្ថានភាពវាមកជាស្ងប់ស្ងាត់មកជាប្រក្រតីឡើងវិញហើយចំណែកឯលោកគ្រូអ្នកគ្រូគឺគាត់ចាប់ផ្ដើមផ្អើលឆោឡោព្រោះតែបាត់សុភាហើយនឹងបាត់និតិតហើយគេក៏ដើរតាមរោដោយមានការសហការជាមួយនឹងបងប៉ូលីសដែរហើយមុនដំបូងបំផុតគឺពួកគេរកឃើញនិតិតដោយគាត់ត្រូវរបួសខ្លាំងមែនទែនគាត់ព្យាយាមតោងវល់ឡើងពីជ្រោះមកវិញហើយដេកសន្លប់ស្ដុកស្ដឹងនៅនឹងមាត់ជ្រោះនឹងឯងចំណែកឯសុភាវិញការពិតទៅគាត់អត់បានធ្លាក់ជ្រោះនោះទេគឺគាត់ដេកសន្លប់នៅនឹងភ្នូរកន្លែងដែលគាត់ជីកដីហ្នឹងណាគឺគាត់ដេកសន្លប់នៅនឹងឯង
មានន័យថាសកម្មភាពដែលគាត់រត់ពេញព្រៃហើយរត់ទៅដល់ជ្រោះហើយខ្មោចវាយគាត់អីហ្នឹងគឺជាការស្រមើស្រមៃគឺជាគេហៅថាខ្មោចធ្វើឲ្យឃើញឬអីអញ្ចឹងទៅតែភាពពិតជាក់ស្ដែងគឺគាត់អត់បានរត់ទៅដល់ជ្រោះហើយគាត់ក៏អត់បានធ្លាក់ចូលទៅក្នុងជ្រោះដែរអញ្ចឹងហើយទើបធ្វើឲ្យគាត់នៅមានជីវិតគឺគាត់រស់នៅបានធម្មតាប៉ុន្តែគាត់បាត់បង់សតិទៅហើយគឺវិញ្ញាណរបស់គាត់ត្រូវបានខ្មោចដកយកបាត់ហើយអញ្ចឹងគាត់ជាមនុស្សម្នាក់ដែលរស់នៅដូចជាមនុស្សដែលគ្មានវិញ្ញាណគឺជាមនុស្សដែលអត់ដឹងអីអញ្ចឹងហើយក្រុមលោកគ្រូអ្នកគ្រូបានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរហើយសួរលោកគ្រូពេទ្យអំពីអាការៈរបស់សុភាប៉ុន្តែលោកគ្រូពេទ្យមិនអាចបកស្រាយបានពីព្រោះថាគាត់អត់មានប៉ះទង្គិចអ្វីអត់មានត្រូវរបួសអ្វីសោះតែស្រាប់តែគាត់คล้ายទៅជាមនុស្សវិកលចរិតមនុស្សបាត់បង់ស្មារតីហើយនៅពេលដែលរៀងរាល់ល្ងាចឬក៏ជាពិសេសពេលប្រច័ណ្ឌពេញវងគាត់តែងតែស្រែកភ័យខ្លាចណាដោយសារតែគាត់បានឃើញអ្វីដែលមនុស្សគ្រប់គ្នាមើលមិនឃើញគឺមានន័យថាជារៀងរាល់ថ្ងៃដែលមានប្រច័ណ្ឌពេញវងគឺមានខ្មោចជាច្រើនបានមកលេងគាត់គឺមកធ្វើបាបគាត់ណាមិនមែនមកលេងនឹងមកលេងរបៀបសួរសុខទុក្ខទេគឺមកធ្វើបាបគឺខ្មោចតែងតែមកព្យាបាទមកធ្វើបាបគាត់អញ្ចឹងជាប្រចាំហើយក្រុមគ្រួសារគាត់បានដឹងអំពីរឿងនេះច្បាស់ណាស់ថានេះគឺជាវិញ្ញាណសងសឹកប៉ុន្តែពួកគេមិនអាចធ្វើអ្វីបាននោះទេទោះបីជាព្យាយាមរកគ្រូពូកែយ៉ាងណាដើម្បីមកតតាំងក៏មិនអាចឈ្នះដែរហើយវាមានតែបង្កបញ្ហាកាន់តែធ្ងន់ទៅមានសាច់ញាតិរបស់សុភាខ្លះដល់ថ្នាក់ឈឺអ្នកខ្លះក៏ជួបគ្រោះថ្នាក់ផ្សេងៗរហូតដល់បាត់បង់ជីវិតទៀតហើយសុភាក៏រស់នៅក្នុងសភាពឃើញខ្មោចជាប្រចាំបែបនេះរហូតទៅចំណែកឯក្រុមគ្រូពេទ្យក៏គាត់មិនអាចបកស្រាយបានដែរពីព្រោះគាត់ថាបើសិនជាមនុស្សដែលមានវិកលចរិតអញ្ចឹងណាគឺវាមិនមែនកើតមកភ្លាមវិកលចរិតខ្លាំងភ្លាមអញ្ចឹងទេវាតែងតែមានគេថាឆ្លងកាត់នៅការវិវត្តនៃជំងឺបន្តិចម្ដងអីចឹងទៅប៉ុន្តែនេះគឺខួរក្បាលគេល្អធម្មតាហើយស្រាប់តែទៅជាអញ្ចឹងភ្លាមតែម្ដងដោយមិនមានការប៉ះទង្គិចឬក៏មិនមានអីដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទេអញ្ចឹងគេបកស្រាយអត់បានថាមកពីមូលហេតុអ្វីប៉ុន្តែបើតាមអបិយជំនឿគឺសុភាគឺជួបអារឿងនឹងពិតប្រាកដមែនហើយគាត់នៅតែជួបជាប្រចាំជារៀងរាល់ពេលអញ្ចឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះតែម្ដងគាត់នៅតែឃើញនៅតែជួបប៉ុន្តែគាត់លែងដឹងអ្វីទាំងអស់ហើយគឺសូម្បីតែការនិយាយស្ដីក៏គាត់មិនអាចនិយាយបានដែរហើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែដៃជើងរបស់គាត់ក៏កង្ងេងកង្ងង់ដើរទៅណាក៏អត់បានដែរគឺគាត់នៅតែមួយកន្លែងអត់មានប្រពន្ធអត់មានកូនរស់នៅគឺវេទនាខ្លាំងណាស់ហើយមកដល់សប្តាហ៍ថ្ងៃនេះគាត់មានវ័យប្រហែលជា50ឆ្នាំហើយប៉ុន្តែការរស់នៅរបស់គាត់គឺពិបាកជាងស្លាប់ទៅទៀតដោយខ្មោចសេដ្ឋីបាននិយាយប្រាប់គាត់អញ្ចឹងថានឹងឲ្យគាត់រស់នៅពិបាកជាងស្លាប់មិនសម្លាប់គាត់នោះទេដូច្នេះគាត់នៅតែបន្តរស់យ៉ាងត្រដាប់ត្រដួសជាទីបំផុតហើយរឿងរបស់យើងក៏បញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានដែលបានតាមដានសន្តាប់តាំងពីដើមរហូតមកដល់ចប់ហើយខ្ញុំក៏នៅមានរឿងជាច្រើនទៀតសម្រាប់និទានជូនពុកម៉ែបងប្អូនសន្តាប់ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាសូមចុច Like Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានរឿងថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា